วิบซูปริมัดอ๋อจะตีมิตรไงนี่จะมีเทียนบัตรโต้มวยจังใจเล็กจูนบองปอนเรื่องต่างออกเนี่ยบานสดับใจเล็กกิจจานะให้หนึ่งอาธาโยตปราประต่างออกเนี่ยยังเมื่อเคยสับไงนี่ขมิ้นพิจารณน้องพนินยีพิษาองเลยมันล้อเชียร์โมตนาเพียบไอ้กลุ่มเนี่ยกูยีตื้อปัจล้างคือใจองเลยปัจล้างคือใจองเลยปนท้ายมีจำนวนมุ้ยเดียยังปลุกปลอมแต่โมยังกระทำละออปัญหาแล้วนี่มีเรื่องมุ้ยกลัวปลุกปลอมปัญหาก็ใจองเลยปัญเลยใจขมายให้ตามบทวิสาบอกย้อมคือเมื่อเคยทาในไปแต่ก็ใจองเลยก็ใบตัวเชี่ยเลยจังยีพิษาขมายหายก็มันจังเรียนพิษาขมายตัดเตียนจังปีดาวมาพงมาได้ยังสบายใจได้เคยโกนใจพิษาองเลยยีพิษาองเลยมันล้ออุดปรับគ្នាទៅវិញទៅមកមើលទៅគាត់ថាគូមានមោទនភាពប៉ុន្តែមករយៈចុងក្រោយនេះពីឆ្នាំចុងក្រោយនេះយើងឃើញថានិន្នាការចាប់ផ្ដើមមានការប្រែប្រួលដោយសារថាយើងឃើញកូនយើងទាំងអស់នោះបែរទៅជាអត់ចូលចិត្តភាសាខ្មែរហើយលេងប្រើភាសាខ្មែរហើយទៅជាខ្មែរមិនចេះខ្មែរទៅជាចេះតែអង់គ្លេសអញ្ចឹងវាជាបញ្ហាមួយដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍ទាំងអស់គ្នាហើយយកចិត្តទុកដាក់ហើយបទពិសោធន៍កន្លងមកដូចតែមានមកចាស់ដើមអញ្ចឹងគឺយើងមើលឃើញថាក្មេងៗកាលណាចាប់អារម្មណ៍ជាមួយភាសាអង់គ្លេសគាត់ចាប់ដើមមានអារម្មណ៍នឿយណាយចាប់អារម្មណ៍ធុញទ្រាន់ជាមួយភាសាខ្មែរដោយសារហេតុតែភាសាអង់គ្លេសមានរបស់ច្រើនដែលគាត់អាចរៀនសូត្របានតែមាន YouTube Facebook មានហ្គេមមានអីជាច្រើននៅក្នុងទូរស័ព្ទដៃនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើបគេហៅនៅប្រព័ន្ធអេឡិចត្រូនិកដែលប្រើហ្នឹងមានស្អីចឹងទៅគឺប្រើជាភាសាអង់គ្លេសទាំងអស់មកហើយអ្វីងាយស្រួលណាស់បើសិនជាគាត់ចេះអង់គ្លេសហើយក៏ប្រើអង់គ្លេសរាល់ថ្ងៃទៅចំណែកភាសាខ្មែរយើងគឺមានតិចតួចណាស់របស់ដែលយើងធ្វើបានហ្នឹងក៏មិនសូវជាល្អទៀតដល់ក្មេងមិនសូវចាប់អារម្មណ៍ប្រើទេអញ្ចឹងក្មេងប្រើតែរបស់ភាសាអង់គ្លេសដល់ពេលទៅរៀននៅសាលាទៀតចាប់ផ្ដើមរៀនភាសាខ្មែរភាសាយើងដូចនឹងស្រាប់ហើយយើងមានភ្ជញ្ជនៈមានស្រៈមានសម្លេងមានវិធីលំអោនសម្លេងច្រើនដែលពិបាកក្នុងការរៀនប៉ុន្តែបើយើងរៀនតែម្ដងដាក់ចិត្តរៀនតែម្ដងមិនពិបាកទេប៉ុន្តែសារតែវាមានអាមួយស្រួលជាងវាធ្វើឲ្យក្មេងៗចង់ទៅតែស្រួលជាងម្ល៉េះសប្តាហ៍ថ្ងៃយើងឃើញថាក្មេងមានបញ្ហាច្រើននៅក្នុងការរៀនភាសាខ្មែរហើយភាសាខ្មែរខ្សោយទៅដូចខ្ញុំនិយាយអញ្ចឹងមិនត្រឹមតែការសរសេរមិនត្រឹមតែវេយ្យាករណ៍មិនត្រឹមតែការប្រើប្រាស់ផ្សេងទៀតទេសូម្បីតែភាសានិយាយក៏ពិបាកដែរនិយាយជាមួយឪពុកម្ដាយនិយាយជាមួយបងប្អូននេះគឺចេញភាសាអង់គ្លេសទាំងអស់ហើយចុះបើសិនតែគាត់និយាយភាសាអង់គ្លេសអញ្ចឹងតើវាស្អីជាបញ្ហាសម្រាប់គាត់តទៅអនាគតឬក៏បញ្ហាសម្រាប់យើងធំជាងគេគឺការបាត់បង់អត្តសញ្ញាណមានន័យថាយើងជាជាតិសាសន៍មួយខ្ពង់ខ្ពស់ឧត្តមឧត្តមដែរយើងជាជាតិសាសន៍មួយដែលមានភាសាមានវ័យចំណាស់ហើយភាសាយើងនឹងក៏ល្អភាសាយើងនឹងក៏ជាភាសាខ្ពង់ខ្ពស់មួយណាស់ដែរភាសាខ្មែរជាភាសាល្អជាភាសាខ្ពង់ខ្ពស់កុំនិយាយត្រឹមភាសាយើងហៅថាភាសាបុរាណណាភាសាចំណាស់ប៉ុន្តែជាភាសាខ្ពង់ខ្ពស់ហេតុអីបានខ្ញុំនិយាយថាភាសាខ្ពង់ខ្ពស់និយាយសាមញ្ញទេក្មេងៗឥឡូវគេរៀនពីតូចប៉ុន្តែដោយពួកខ្ញុំអីចំនួនខ្ញុំអីយើងរៀនភាសាអង់គ្លេសក្រោយទេហើយភាសាបារាំងក្រោយទេប៉ុន្តែពេលដែលយើងចេះភាសាខ្មែរហើយណាយើងទៅរៀនភាសាបារាំងភាសាអង់គ្លេសរៀនងាយណាស់មិនពិបាកទេហើយបើយើងចង់ទៅរៀនភាសាសៀមចិនលាវអីទៅក៏មិនមានអីពិបាកដែរបើភាសាសៀមយើងទៅរៀនមួយផ្លែចេះតែហ្មងហើយយើងឃើញនិស្សិតខ្មែរយើងទៅរៀននៅសៀមនេះលឿនណាស់ចាប់ចេះភាសាវៀតណាមក៏យើងរៀនបានលឿនណាដូច្នេះវាជាភាសាដែលល្អហើយមានវេយ្យាករណ៍មានអីត្រឹមត្រូវទាំងអស់ណាដែលជាមោទនភាពជាអត្តសញ្ញាណរបស់យើងអញ្ចឹងបើកាលណាយើងមិនដែលមិនដោយឲ្យកូនរបស់យើងលេងចេះភាសាកំណើតរបស់យើងវាបាត់បង់អត្តសញ្ញាណរបស់យើងហើយវាបាត់បង់មោទនភាពរបស់ជាតិយើងដែរអាហ្នឹងមួយហើយមួយទៀតក៏ជាបញ្ហាមួយដែរនៅពេលដែលគាត់ធំឡើងគាត់ចាប់ផ្ដើមចូលធ្វើការធម្មតាយើងខ្មែរយើងធ្វើការនៅស្រុកខ្មែរអញ្ចឹងពេលដែលយើងធ្វើការនៅស្រុកខ្មែរការដែលយើងចេះភាសាខ្មែរវាជារឿងងាយយើងអាចធ្វើទំនាក់ទំនងប្រស័យតាក់ទងការងារការកិច្ចការរដ្ឋបាលកិច្ចការរកស៊ីកិច្ចការអីទំនាក់ទំនងទាំងអស់ហ្នឹងគឺជាភាសាខ្មែរទាំងអស់ប៉ុន្តែហេតុតែយុវជនចំនួនក្រោយបើអត់ចេះភាសាខ្មែរទេមានបញ្ហាមួយគឺគាត់លែងចង់ធ្វើការនៅស្រុកយើងអញ្ចឹងខ្ញុំធ្លាប់បានជួបជាមួយនឹងយុវជនយើងជាច្រើនដែលចប់សាលាអន្តរជាតិធំអីមិនចង់ធ្វើការនៅស្រុកខ្មែរទេខ្ញុំចង់ធ្វើការនៅបរទេសចង់ធ្វើការនៅអីដោយសារភាសាហ្នឹងក៏ជាចំណែកមួយដែរ
ហើយយើងនឹងបាត់បង់ធនធានព្រោះយើងខំប្រឹងបង្កើតសាលាល្អៗយើងខំប្រឹងបណ្ដុះបណ្ដាលចំណាយលុយច្រើនណាដើម្បីឲ្យកូនយើងរៀនសម្រាប់ចុងក្រោយកូនយើងទៅនៅបរទេសបាត់កូនយើងទៅធ្វើការឲ្យស្រុកគេបាត់អញ្ចឹងធនធានដែលល្អនៅស្រុកយើងអត់មានទេមានន័យថាវាមានបញ្ហាអញ្ចឹងដែលខ្ញុំនិយាយគេទៅធ្វើការស្រុកគេអស់ហើយខំបង្រៀនឲ្យល្អចង្អប់ទៅធ្វើការស្រុកគេអស់រៀនទៅធ្វើការស្រុកគេអស់ដោយសារធ្វើការបង្កើតនៅស្រុកខ្មែរមូលហេតុអីអាចថាភាសាជាជំរើសមួយដែរអញ្ចឹងកន្លែងដែលយើងត្រូវយកចិត្តទុកដាក់បំផុតហ្នឹងគឺភាសាខ្មែរនិងភាសាអង់គ្លេសនេះយើងអត់បន្ទោសទេយើងអត់បន្ទោសថាមិនបានទៅរៀនអង់គ្លេសមុនរៀនភាសាខ្មែរក្រោយឬក៏រៀនភាសាខ្មែរអង់គ្លេសយ៉ាងម៉េចមិនបន្ទោសទេជារឿងធម្មតាពីព្រោះតម្រូវការពិភពលោកសប្តាហ៍ថ្ងៃនេះបើយើងចេះភាសាអង់គ្លេសគឺថាយើងមានឱកាសយើងមានប្រយោជន៍ច្រើនណាស់ដែលយើងបានពីភាសាអង់គ្លេសនៅក្នុងការធ្វើអាជីវកម្មធ្វើជំនួញកិច្ចការទូតអីសពយ៉ាងគឺភាសាអង់គ្លេសទាំងអស់ហើយបាទវាល្អហើយក៏ប៉ុន្តែភាសាខ្មែរឲ្យទៅទន្ទឹមគ្នារឿងដែលល្អយើងជាខ្មែរត្រូវតែចេះពីរភាសាសប្តាហ៍ថ្ងៃត្រូវតែចេះពីរភាសាឲ្យបានល្អគឺខ្មែរនិងអង់គ្លេសចេះឲ្យទន្ទឹមគ្នាចេះឲ្យល្អដូចគ្នាបាទមកដល់ចំណុចហ្នឹងដែលយើងត្រូវចេះឲ្យល្អដូចគ្នាអញ្ចឹងបើសិនបើកូនអស់លោកស្រីទាំងអស់គ្នាបើសិនជាពួកយើងទាំងអស់គ្នាយុវជនយើងចំនួនក្រោយកើតមកចេះពីរភាសានឹងល្អទាំងអស់ទី1យើងអាចរក្សាអត្តសញ្ញាណជាតិយើងបានទី2គាត់អាចស្វែងរកការងារធ្វើគាត់អាចជួយកិច្ចការប្រទេសជាតិយើងបានច្រើនបាទទី3ក៏អាចជាចំណុចខ្លាំងសម្រាប់ការកសាងសង្គមជាតិយើងដែរនេះជាការមើលឃើញរបស់ខ្ញុំហើយក្នុងឆ្លៀតឱកាសនេះដែរដោយសារសាលាគ្រូយើងដែលយើងបានធ្វើអស់ជាង23ឆ្នាំហើយហ្នឹងយើងមានបទពិសោធន៍ច្រើនហើយឥឡូវនេះយើងក៏រៀបចំមកពង្រីកសាខាមកទីក្រុងភ្នំពេញដែរហើយយើងក៏មានកម្មវិធីអន្តរជាតិដូចតែសាលាអន្តរជាតិដែរក៏ប៉ុន្តែកម្មវិធីរបស់យើងគឺពីរភាសាទាំងភាសាខ្មែរទាំងភាសាអង់គ្លេសគឺយើងធ្វើឲ្យគាត់ចេះទាំងពីរភាសាហ្នឹងទៅទន្ទឹមគ្នាឲ្យ fluent ជំដូចគ្នាឲ្យល្អខ្មែរក៏ជាភាសាកំណើតអង់គ្លេសក៏ជាភាសាកំណើតឲ្យទៅល្អដូចគ្នាទាំងពីរភាសាដើម្បីឲ្យគាត់អាចដោះស្រាយបញ្ហាដែលយើងខ្ញុំបាននិយាយខាងដើមអញ្ចឹងជាចំណុចមួយដែលយើងខំប្រឹងជាការពិតការរៀនឲ្យល្អទាំងពីរវាមិនមែនជារឿងងាយទេក៏ប៉ុន្តែក៏មិនមែនជារឿងអីពិបាកដែរពីព្រោះក្មេងៗរៀនលឿនណាយើងនិយាយសាមញ្ញថាខ្វះអីយុវជនពីរភាសាឧទាហរណ៍ក្រុមបងប្អូនខ្មែរឥស្លាមយើងគាត់កើតមកនៅផ្ទះគាត់និយាយភាសាឥស្លាមទៅសាលាគាត់និយាយភាសាខ្មែរហើយគាត់ចេះទាំងពីរភាសាស្ទាត់ជំនាញរបស់គាត់មិនខ្វះទេបាទហើយយើងមានបងប្អូនណែឧទាហរណ៍ប្រទេសសិង្ហបុរីគាត់និយាយបានទាំងអង់គ្លេសគាត់និយាយបានទាំងភាសាចិនអញ្ចឹងគេពីរភាសាចំណេញច្រើនអញ្ចឹងយើងព្យាយាមធ្វើឲ្យបានហើយបន្ថែមពីលើនឹងមួយទៀតក្នុងកម្មវិធីអន្តរជាតិរបស់យើងហ្នឹងក៏យើងបង្កើតយើងបន្ថែមភាសាចិនមួយទៀតជាភាសាទី2ជាភាសាសម្រាប់កិច្ចសន្ទនាជាភាសាដែលជួយគាត់ក្នុងការប្រស្រ័យទាក់ទងព្រោះយើងដឹងហើយថាប្រទេសកម្ពុជាយើងមានតំណែងជិតស្និទ្ធជាមួយនឹងប្រទេសចិនហើយយើងមានចំនួនជាមួយគ្នាយើងមានការទូតជាមួយគ្នាយើងមានការអភិវឌ្ឍជាមួយគ្នាជោគវាសនាយើងជាមួយនឹងប្រទេសចិនហ្នឹងគឺថាវានៅក្បែរទន្ទឹមគ្នាខ្លាំងណាស់ស្ទើរថាជាប្រទេសដែលពឹងផ្អែកគ្នាទៅវិញទៅមកអញ្ចឹងវាជាចំណុចល្អដែលកូនសិស្សយើងបើសិនជាចេះភាសាចិនមួយទៀតប៉ុន្តែភាសាចិនមិនមែនភាសាទី3ទេគឺភាសាទី2ព្រោះភាសាទី1គឺខ្មែរនិងអង់គ្លេសស្រេចអញ្ចឹងជាភាសាកំណើតស្រេចហ្នឹងខ្ញុំមានប៉ុណ្ណឹងដែលចង់ជម្រាបជូនប្រិយមិត្តទាំងអស់ហើយមានចំណាប់អារម្មណ៍ហើយយើងខំប្រឹងទាំងអស់គ្នាដើម្បីជួយកូនចៅរបស់យើងនឹងឲ្យរក្សាបានទាំងអត្តសញ្ញាណហើយថែមទាំងមានសមត្ថភាព